ហើយជួបបើជនជាតិដើមតែគាត់ចង់បានប្តីចង់បានប្តីគេថាម៉េចបងអុចក្រាស់ឆាយអុចក្រាស់ឆាយខ្ញុំឮទៅអុចក្រាស់អុចក្រាស់វេះឡាំងអីចឹងវេះឡាំងចឹងវេះឡាំងសុខសប្បាយវេះឡាំងនឹងសុខសប្បាយហើយជួបបើគេនិយាយញ៉ាំបាយនៅជនជាតិដើមជីឈោជីឈោចាជីឈោជីឈោហើយជួបបើជនជាតិដើមគាត់គេងគេថាម៉េចព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 េចនឹងដេកពេចនឹងដេកឥឡូវនេះខ្ញុំមកដល់ខាងមុខផ្សារជនជាតិភាគតិចហើយពីព្រោះថាការស្វែងរករបស់ខ្ញុំអត់ខុសបំណងទេខ្ញុំមករកឃើញផ្សារជនជាតិភាគតិចដែលនៅផ្សារនេះគឺមានលក់ជាមួយនឹងប្រភេទផ្លែឈើក៏ដូចជាបន្លែធម្មជាតិជនជាតិភាគតិចទៅជួបខាងក្នុងបន្តិចតោះបាទមករកឃើញហើយមកមួយថ្ងៃដើររោតម្រាំតែឃើញបងអើយមានសួរបងថ្ងៃហ្នឹងឃើញបើផ្លែល្អបងបើនេះចង់សួរបងបន្តិចពាក់ព័ន្ធជាមួយនឹងបងបើខែនេះគឺចាប់ផ្ដើមផ្លែមែនទេបងចាចាប់ផ្ដើមផ្លែតែខ្ញុំឃើញថាបើពេលខ្លះទៅវានៅខ្ចីអត់ខ្ចីទេបាទអត់តខ្ចីទេបងណោះយើងបេះរកអាណាចាស់មានផ្លែមុនផ្លែក្រោយចឹងមិនន័យថាឥឡូវហ្នឹងមានផ្លែបដាបដាគ្រាន់ថាដើមខ្លះឥឡូវហ្នឹងគឺនៅខ្ចីទេបងណោះផ្លែមុនផ្លែមុនទៅក៏វាចាស់ទៅបើនេះបើធម្មជាតិផងមណ្ឌលគិរីហ្មងឬក៏មិនដែរបងវ៉ាវបេះល្ងាចមិញតែម្ដងអានេះដាំនៅបលុងបងណាដាំនៅបលុងបើឥឡូវចង់សួរបើបងបន្តិចបងពាក់ព័ន្ធជាមួយនឹងបើធម្មជាតិមានបងប្អូនរបស់យើងដែលគាត់នៅខាងខេត្តផ្សេងពេលខ្លះគាត់ដែរមកលេងមណ្ឌលគិរីគាត់ឆ្ងល់ណាបងព្រោះថាបើមានខ្លះទៅបើស្អិតទៅអត់ស្អិតអត់អីចឹងបើមានប្រមាណប្រភេទបងមានច្រើនប្រភេទទៅនិយាយទៅមានច្រើនប្រភេទមានប្រភេទអីខ្លះបងអាចរៀបរាប់ខ្លះបានទេខ្លះស្អិតល្មួតហ្មងបាទស្អិតល្មួតហ្មងខ្លះអត់ល្មួតទេតែវាខ្ទិះវាផ្អែមអូហូវាចឹងអានេះគេហៅឈ្មោះអីបងមានអាធម្មតាមានអាស្អិតបាទធម្មតាស្អិតខ្ញុំចាប់អារម្មណ៍ឃើញបើខ្លះវាមូលត្រូវទេបងហើយបើខ្លះរៀងដូចឃ្លោកចឹងវិញវាខុសគ្នាមិនអាពីហ្នឹងក៏ដបអាក៏ដបនឹងឆ្កាញ់ជាងឬក៏អាមូលឆ្កាញ់ជាងហើយខែដែលសបោបើបង1គីឡូប្រហែលបាទសបោ6000 5000ធំយ៉ាង5000 6000ទេជុកខែដែលមិនសូវសបោវិញបើខែសូវសបោណា8000ទៅ10000អីចឹងទៅបងណោះចាប់ពីខែប្រហែលទៅផ្លើបើផ្លែបងចាប់ពីខែ7ទៅសបោខែ7បានយើងប្រមូលផលខែ8ខែ9ខែ10នៅសបោតែចន្លោះពីខែ5នេះគឺអត់សូវសបោហ្មងទេមាននៅរៀងថ្លៃតិចដែរហើយដើមខ្លះក៏មិនទាន់បានទុំដើមខ្លះក៏តែពួកខ្ញុំម្ចាស់ដើមទេលក់8គេលក់12000បងម្ចាស់ដើមនៅផ្សារជនជាតិដើមនេះតែម្ដងបងណោះជិះបាននេះបងដាំនៅផ្ទះរាល់ថ្ងៃមាននៅចកាធំទេបងមិនធំទេមិនល្មមប៉ុន្មាន100ដើមទេបងប្រហែលជា50ដើម50ដើមដែរក្នុងបើមួយដើមអាចបានផ្លែប្រហែលគីឡូបងច្រើនគីឡូបាទផ្លែច្រើនបាទផ្លែច្រើនចាហើយ100គីឡូទេបងបាន100គីឡូណោះហើយចុះបើសិនជាផ្លែអត់ល្អបានប្រហែលជា30ជាង40ចឹង30 40គីឡូឯណាបងណោះបងមានអីប្រកាសទៅកាន់បងប្អូនរបស់យើងគេលោកគាត់ចង់រកទិញបើបែបធម្មជាតិរីពីផ្សារជនជាតិដើមបងមានលេខទូរស័ព្ទអីប្រកាសជូនគាត់ទេបងមានតាលេខម៉ានបងប្អូនចាប់អារម្មណ៍ដូចថាចង់ទិញបើនៅមណ្ឌលគិរីនេះធម្មជាតិពិតបាទធានា100%អត់មានបើវៀតណាមទេណាបងបើវៀតណាមគឺជិះមួបងស្ពីបងឯងបើនេះធានា100%តែបើធម្មជាតិអ្នកមណ្ឌលគិរីបងណោះបាទលេខទូរស័ព្ទបងលេខប៉ុន្មានបង097 89 16054ចឹងបងប្អូនទាំងអស់គ្នាដែលចង់ទិញបើរបស់ខ្មែររបស់យើងផ្ទាល់ពីជនជាតិដើមបានន័យថាជនជាតិដើមរបស់ខ្មែររបស់យើងនៅមណ្ឌលគិរីហ្នឹងគឺល្អណាស់បងប្អូនជនជាតិបាទបងប្អូនជនជាតិលក់នៅក្នុងនេះហើយបងប្អូនឃើញហើយនៅទីនេះគឺមានលក់បន្លែច្រើនមែនតើមិនថាបាទចេកមិនថាតយងចេកមិនថាការ៉ុតមិនថាស្ពៃក្តោបអានងស្ពៃបុកគោស្អំឬក៏ប្រភេទបន្លែគ្រប់មុខបាទលពៅក៏មានអីក៏មានដែរនៅទីនេះគឺមានគ្រប់មុខតែម្ដងអញ្ចឹងបងប្អូនទាំងអស់គ្នាដែលចង់បានជាមួយនឹងរបស់ធម្មជាតិនៅមណ្ឌលគិរីខែប៉ុន្មានសបោបន្លែបងសបោបន្លែចាប់ពីខែ6ឡើងទៅចាប់ពីខែ6ឡើងទៅតែម្ដងបងបន្លែចកាបន្លែបេះពីព្រៃបន្លែបេះពីព្រៃតែម្ដងខែនេះរៀងសត់អត់សូវមានបន្លែអញ្ចឹងបងប្អូនទាំងអស់គ្នាដែលចង់បានជាមួយនឹងបន្លែធម្មជាតិជនជាតិដើមក៏ដូចជាជនជាតិដើមនៅប្រចាំនៅទឹកពនងគេហៅពនងបងប្អូនទាំងអស់គ្នាអាចមកតាក់ទងនៅផ្សារជនជាតិដើមនេះបានពីព្រោះតែនៅទីនេះមានគ្រប់មុខមិនថាបន្លែប្រភេទអីទេតាពាំងក៏មានស្អីក៏មានច្រើនណាស់ខ្ញីក៏មានឥឡូវបងជួយរៀបរាប់អស់មើលនៅទីនេះមានបន្លែប្រហែលមុខបងមានទ្រាប់មានម្ទេសមានអនងមានល្ពៅយឺតសុំមួយយឺតមានអីខ្លះដូចជាបើស្ពៃក្តោបបុកគោអនងជ្រុងអនងធម្មតាមានទាំងអស់អូហូចាមានលក្ខតូនចាមានទីមាន
ច្រើនណានិយាយទៅច្រើន ច្រើនមុខខ្លាំងមែនតើអូមានតែឃុំនេះតែឃុំធម្មជាតិបង ទឹកឃុំធម្ម អូ ជាតិ មានតែឃុំធម្មជាតិនេះទីនេះ ចា បើមានការ៉ុតមានខ្ទឹមមានអូយមានច្រើនខ្លាំងមែនតើ ត្រូវការចង់ទិញបន្លែចង់ទិញផ្លែឈើអីនៅផ្សារហ្នឹងគឺធម្មជាតិពិត ធម្មជាតិ 100% អញ្ចឹងលេខទូរស័ព្ទបងស្រីបានប្រកាសហើយបងប្អូនទាំងអស់គ្នាដែលចង់មកលេងខេត្តមណ្ឌលគិរីកុំភ្លេចមក ចូលផ្សារជនជាតិដើម ចូលផ្សារជនជាតិដើមធានាថាបាននៅរបស់ធម្មជាតិ 100% អរគុណបងណា ចា អរគុណជូតពរបងលក់ដាច់ហើយអញ្ចឹងបងប្អូនចង់បានផលិតផលធម្មជាតិរបស់ខ្មែរតាក់ទងមកលេខទូរស័ព្ទបងដែលបានប្រកាសអំបញ្ញមិញខ្ញុំនឹងដាក់នៅលើ caption នៅវីដេអូនេះផ្ទាល់តែម្ដងអរគុណច្រើនបងសម្រាប់បងប្អូនទាំងអស់គ្នាដែលមានបញ្ហាសក់ប្រេងសក់ស្ដើងសក់ឆេះសក់បៃចុងកុំភ្លេចប្រើប្រាស់ជាមួយនឹងសាប៊ូកសក់ Uvel ដបពណ៌ខ្មៅសម្រាប់អ្នកសក់ប្រេងដបពណ៌បៃតងសម្រាប់អ្នកសក់ស្ងួតប្រើប្រាស់ជាមួយនឹងស្ប្រេបាញ់សក់ Uvel ដើម្បីបណ្ដុះកូនសក់ប្រើជាឈុតជាមួយនឹងសាប៊ូកសក់ Uvel ធានាថាគុណភាពជាទីគាប់ចិត្ត